เป็นចំណុចសំខាន់ទី1ស្ថានស្ងាត់សម្រាប់សមាធិទី2អរិយាបថក្នុងការចម្រើនទី3បង្កប់កាយត្រង់ទី4ប្រមូលចិត្តដាក់ក្នុងទ្រូងហើយទី5នេះគឺការប្រើប្រាស់ស្មារតីក្នុងការចម្រើនអាណាបានសតិនេះជាកម្មដ្ឋានបើយើងនិយាយពីកម្មដ្ឋានទាំងអស់អាណាបានសតិនេះហើយជាកម្មដ្ឋានដែរអាណាជាធម៌ដើមក៏បានណាធម៌ដើមណាជាធម៌ដើមធម៌ជាដើមធម៌ព្រោះព្រះសម្មាសម្ពុទ្ធព្រះអង្គលោកធ្វើការបដិបត្តិមុនគេគឺព្រះអាណាបានសតិកម្មដ្ឋានបន្ទាប់មកបានព្រះអង្គបដិបត្តិក្នុងអាណាបានសតិកម្មដ្ឋានហើយកម្មដ្ឋានបន្តមកទៀតគឺកសិននោះឯងបានទៅកម្មដ្ឋានដទៃទៀតពោះនៅពេលដែលព្រះអង្គបានអាណាបានសតិយើងបានរៀនថ្ងៃមុនហើយអានុភាពបានសម្រេចដល់ឈានទី4គឺចតទៅឈានអញ្ចឹងនៅពេលណាបានសម្រេចអាណាបានសតិហើយការពន្លឺក៏កើតឡើងនៅក្នុងកសិនបានពន្លឺកសិននឹងកើតឡើងមកហើយបានព្រះអង្គចម្រើនសម្រេចនៅក្នុងអង្គធម៌ហ្នឹងហើយបានព្រះអង្គបំបែកទៅជាវិជ្ជាអញ្ចឹងបាននៅក្នុងរាត្រីបឋមយាមព្រះអង្គបានសម្រេចនៅវិជ្ជាមួយឈ្មោះថាពពេនវាសានុសតិវិជ្ជាឃើញទេគឺបំបែកពីសមាបត្តិ8ហ្នឹងអញ្ចឹងបានរាត្រីទី1ហ្នឹងព្រះអង្គបានសម្រេចសមាបត្តិទាំង8រួចហើយសមាបត្តិ8បានសមាបត្តិ8ហ្នឹងជាឫសគល់របស់អភិញ្ញាបានញ៉ាំងអភិញ្ញាកើតឡើងមកបានព្រះអង្គសម្រាប់នៅវិជ្ជាមួយឈ្មោះថាពពេនវាសានុសតិវិជ្ជារលឹកជាតិកំណើតតាំងពីដើមរាប់កាប់រហូតមកដឹងទាំងអស់ជាតិកំណើតបានព្រះអង្គចម្រើនបន្តទៅទៀតដល់រាត្រីមជ្ឈមយាមកណ្ដាលហ្នឹងកណ្ដាលទៀតព្រះអង្គបានសម្រេចនៅវិជ្ជាមួយទៀតឈ្មោះថាចតោបបាតញ្ញវិជ្ជាគឺការដឹងពីការចុតិបដិសន្ធិរបស់សត្វមានន័យថាប្រាជ្ញាព្រះអង្គគឺដឹងពីអ្នកណាមកពីណាទៅកើតឯណាស្លាប់ពេលណាគឺព្រះអង្គជ្រាបច្បាស់ទាំងអស់ហ្នឹងវិជ្ជាទី2គឺបំបែកពីហ្នឹងទៅទាំងអស់ចាំបានថាអាណាបានជាដើមធម៌រហូតបានយកមកសូត្រព្រះអង្គគង់ចម្រើនអាណាបានសតិកម្មដ្ឋានលើរតនបល្ល័ង្កក្រោមមលុបពោធិទីព្រឹកគឺមុនគេយកមុនគេប៉ុន្តែនៅក្នុងហ្នឹងវាមានចំណុចមួយទៀតដែលថយទៅហ្នឹងមានន័យថាដោយព្រះអង្គលោកមកគល់ពោទីព្រឹកនេះគឺព្រះអង្គបន្ថែមការត្រាស់ដឹងទេប៉ុន្តែបើនិយាយពីសមាបត្តិ8ព្រះសម្មាសម្ពុទ្ធសម្រាប់តាំងពីរៀនជាមួយអារវតបោះនិងអត្តកតាតបោះប៉ុន្តែព្រះអង្គឃើញថាផ្លូវនោះវាអត់ទាន់ដល់ការត្រាស់ដឹងទេវានៅជាលោកីយៈឡើយទេបានព្រះអង្គមកចម្រើនសារថ្មីដោយព្រះអង្គឯសារថ្មីបានចាប់ផ្ដើមជ្រើសរើសថាធម៌ណាដែលគាត់បីបដិបត្តិមុនបានព្រះអង្គជ្រើសរើសអាណាបានណាសតិហ្នឹងគួរនិយាយពីថយមកវិញដើម្បីភ្ជាប់គ្នាយ៉ាងនិយាយចឹងណាអញ្ចឹងបានព្រះអង្គបានអាណាបានមកបានចូលមកដល់កសិនមកអីតាមលំដាប់ទៅញ៉ាំងសមាបត្តិ8នៅឲ្យកើតឡើងសារជាថ្មីមកទៀតបានទំលុះទៅកាន់អភិញ្ញាបានរលឹកជាតិកំណើតបានដឹងពីការចុតិបដិសន្ធិរបស់សត្វមិនតែក្នុងត្រៃភពទាំងអស់គឺព្រះអង្គមើលឃើញជ្រាបច្បាស់ទាំងអស់ទាំងមនុស្សទាំងទេវតាទាំងព្រំទាំងនរកប្រែតយមយៈគឺព្រះអង្គឃើញអស់មានន័យថាកាមលោកមនុស្សលោកទេវលោកគឺព្រះអង្គដឹងទាំងអស់អាហ្នឹងគឺចឹងដល់រាត្រីទី3មានន័យថាក្នុងរាត្រីទីភ្លឺបច្ឆមយាមព្រះអង្គបានសពគ្រប់អស់ហើយព្រះអង្គចូលទៅកាន់អារម្មណ៍របស់វិបស្សនាចូលទៅកាន់វិបស្សនាហើយបានទម្លុះទៅដល់បរិច្ចសមុប្បាតធម៌ចូលទៅកាន់បរិច្ចសមុប្បាតធម៌ហើយព្រះអង្គប្រច្រាស់បដោយយ៉ាងដឡំបដិឡំហើយបានព្រះអង្គទម្លុះទៅដល់អាសវគយវិជ្ជាអាសវគយវិជ្ជាគឺទម្លុះដល់អំណាចនៃវិបស្សនាចុងក្រោយហ្នឹងយល់ទេចឹងអាហ្នឹងគឺចឹងអញ្ចឹងវិជ្ជា3ហ្នឹងគឺព្រះអង្គសម្រេចក្នុងមួយរាត្រីហ្នឹងបានសម្រេចអញ្ចឹងបានចាប់ផ្ដើមពីដើមធម៌នេះមុនគេគឺអាណាបាណស